សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពី run level នៅក្នុង Linux operating system របស់យើងនិងរបៀបប្រើប្រាស់ command line ដើម្បីពិនិត្យមើលនិងបដូរ run level របស់យើង run level នេះគឺជា run level នេះគឺជាស្ថានភាពនៃប្រព័ន្ធ Linux ដែលកំណត់ថា system នឹងដំណើរការតាមរបៀបណាវាអាចប្រៀបបានដូចជា safe mode នៅក្នុង Windows ដែរប្រើសម្រាប់trouble shooting និង recovery នៅក្នុង Linux មាន run level ចាប់ពី0ដល់6ហើយវាមានន័យខុសៗគ្នាដោយ run level ទី0មានន័យថា system halt ឬបិទប្រព័ន្ធមានថាយើងប្រើប្រាស់ command line នេះហ្នឹងវាប្រៀបដូចពេលយើងប្រើប្រាស់ command line នេះប្រៀបដូចយើង shut down ទៅលើ Linux អញ្ចឹងប្រៀបដូចយើង shut down ទៅលើ Windows ដូចគ្នាខ្ញុំធ្វើការtest ធ្វើការ run command line អ្នកនរគ្នាមើលមកទៅយើងធ្វើការ run ទៅគឺវា reboot Linux ហ្នឹងហើយយើងដូចជាយើង shut down អញ្ចឹងយើងធ្វើការបើកវាសាមីនេះគឺពុទ្ធីយើងគឺ Linux យើងគឺ shut down ហើយអញ្ចឹងពុទ្ធីយើងគឺបិទហើយចាំបើកសាមីមកយើង run Linux យើងសាមីអ្នកនរគ្នាចាំតិចសិនទៅ Linux យើងកំពុងតែធ្វើការ run again យើងធ្វើការ log ចូល root user របស់យើងមកទៅយើងធ្វើការបាយ IP address ហើយទៅយើងធ្វើការបើក putty របស់យើងមកយើងធ្វើការបាយ address ចូល 192.168.132ខ្ញុំធ្វើការ select font ទីសិនវាទូចពេកដាក់8មកហើយយើងអូខេ open យើងធ្វើការ log ចូល root user របស់យើងមកយើងធ្វើការ clear វាសិនមកតបមកយើងចូលទៅដល់ run level 1 run level 1ហ្នឹងគេហៅថា single user mode ឬក៏ set mode នៅក្នុង mode នេះគឺមានតែ root user ម្នាក់ប៉ុណ្ណោះដែលអាចប្រើ system នឹងបាន run level នេះគឺប្រើសម្រាប់ repair system reset password ឬក៏ trouble shooting OS problem ចំណែកឯ run level 2គឺជា run level ចំណែក run level 2គឺជា multi user mode ប៉ុន្តែវាមិនមាន network វាមិនមាន networking នោះទេវាមានន័យថា user ហ្នឹងច្រើនអាចប្រើបានប៉ុន្តែ network service មិនដំណើរការ system ហ្នឹងគឺដំណើរការ command line only វាមានន័យថាវាដំណើរការ only command line ចំណែកឯ run level 3គឺជា multi user mode ជាមួយ networking ប៉ុន្តែមិនមាន GUI ទេនេះវាជារបៀបដែល server Linux ប្រើញឹកញាប់វាមានដូចជា multi ដូចជា multiple user networking command line interface server ហ្នឹងគឺប្រើច្រើនសម្រាប់ប្រើ server ភាគច្រើនគឺប្រើ run level នេះព្រោះវា run level 4ជាទូទៅ run level 4ហ្នឹងគឺមិនត្រូវបានប្រើទុកសម្រាប់ custom ឬក៏ configuration នោះទេចំណែកឯ run level 5គឺជា graphical mode វាមាន multiple user networking GUI run level នេះគឺប្រើច្រើនសម្រាប់ desktop Linux ឬក៏ workstation អ្នកអាចប្រើម៉ៅនឹង graphical environment ដូច Windows ដែរចំណែកឯ run level 6 run level 6ហ្នឹងគឺមានន័យថា reboot system ដោយយើងប្រើប្រាស់ទៅលើ command line របស់យើងមកឬក៏យើងធ្វើការប្រើប្រាស់ទៅលើ command line reboot ក៏បានដែរឬក៏យើងចង់ប្រើប្រាស់ទៅលើ command line reboot
ឬក៏យើងប្រើប្រាស់ command line shutdown ក៏បានដែរវាមានន័យថា line នេះត្រូវតា restart system ទាំងមូលហ្មងឥឡូវខ្ញុំធ្វើការតេស្តឲ្យអ្នកនរគ្នាមើលមកនេះយើងធ្វើការ enter មកនោះវានឹង reboot system របស់យើងមានថាវានឹង restart system របស់យើងទាំងមូលបន្ទាប់ពីយើង restart ហើយយើងអត់អាចដំណើរការវាតទៀតបានតែយើងត្រូវការ start CentOS យើងសាមីសិនខ្ញុំធ្វើការបិទ property ខ្ញុំសិនមកហើយទៅខ្ញុំធ្វើការ start Linux របស់យើងសាមី2 ចុច168.25.132ខ្ញុំធ្វើការដូរ font វាមកដាក់ font 16មកគាត់ស្រួលមើលយើង login portal មកបន្ទាប់មកយើងធ្វើការcheck current run level ដើម្បីពិនិត្យមើល run level បច្ចុប្បន្នហ្នឹងយើងត្រូវប្រើប្រាស់ទៅលើ command line មួយឈ្មោះថា run level បើឃើញយើងឃើញថាវាលេខរៀង n3 មានថា run level យើងគឺស្ថិតនៅក្នុងនេះទី3ចំណែកឯ command line បន្ទាប់គឺយើងប្រើទៅលើ command line មួយនេះឬក៏យើងប្រើទៅលើ command line យើងប្រើ command line មួយហ្នឹងដើម្បីយើងបដូរទៅជា run level 3ហើយទៅបើយើងចង់បដូរទៅ graphical mode គឺយើង command line មួយនេះនោះ start x នឹងបើក GUI ដោយមិនបដូរ run level default run level នៅពេលដែល system boot Linux នឹងប្រើ default run level ដើម្បីពិនិត្យមើលថាវានៅក្នុងវាជា default run level ឬក៏អត់យើងត្រូវប្រើប្រាស់ command line នេះមកយើងប្រើ command line នេះមកបើវាចាញ់ multi user target បែបនេះមានថា Linux នឹងប្រើ default run level ហើយបើយើងចង់ change default run level បដូរទៅជា default run level 3គឺយើងប្រើ command line មួយនេះបើសិនជាយើងចង់បដូរទៅជា default run level 5គឺយើងប្រើ command line មួយនេះវិញមួយទៀតបើសិនជាយើងចង់switch TTY គឺយើងអាចប្រើត្រឹមតែប្រើប្រាស់ keyboard បានយើងអាចប្រើ control alt F2 អត់ទេអ្នកនរយើងអាចប្រើយើងអាចប្រើ command line បើវាឃើញបែបនេះមានន័យថាយើងកំពុងតែប្រើ TTY 0សរុបមក run level របស់ពួកយើងគឺជា system mode ដែលកំណត់ថា Linux នឹងដំណើរការបែបណាហើយ run level សំខាន់មានដូចជា run level 0គឺសម្រាប់ shutdown run level 1គឺសម្រាប់ test mode run level 3គឺសម្រាប់ server mode run level 5គឺ graphical mode run level 6គឺ reboot ការយល់ដឹងអំពី run level អាចជួយឲ្យអ្នកគ្រប់គ្រងទៅលើ Linux system បានល្អនិង troubleshooting បានយ៉ាងងាយ
ជាចុងក្រោយខ្ញុំអរគុណច្រើនសម្រាប់អ្នកនរគ្នាដែលបានចូលរួមទស្សនាវីដេអូនេះអរគុណច្រើនអ្នកនរគ្នាជម្រាបលាបាយបាយ